បាទបន្ទាប់ពីវីដេអូទី1បានបញ្ចប់មកឈានចូលមកដល់វីដេអូទី2បាទតកតងនឹងចាក់សាច់ម៉ត់ឲ្យរលោងណាចាក់សាច់ម៉ត់បងប្អូនណាវីដេអូទី2នេះគឺចាក់សាច់ម៉ត់ដើម្បីអាចចាក់សាច់ម៉ត់ឲ្យភ្លឺរលោងឲ្យស្អាតជាងនេះបានបងប្អូនដំណាក់កាលទី1បងប្អូនត្រូវតែបង្កើត layer អញ្ចឹងដូចខ្ញុំអញ្ចឹងណាបាទ2អញ្ចឹងអត់ឲ្យនៅ1ឲ្យមាន2អញ្ចឹងមកបន្ទាប់មកបងប្អូនឈរលើគេនេះលើ layer 2នេះបាទហើយបងប្អូនខ្លះសួរថាខ្ញុំបង្កើតយ៉ាងម៉េចដើម្បីឲ្យបាន2អញ្ចឹងបាទគឺបងប្អូនចុចតែ control អក្សរ J មកគឺវាបានឃើញទេខ្ញុំចុច control J មកឡើងមកកណ្ដោបាទចុច1បាន1ចុច2បាន2ចុច3ដងបាន3ដែរបាទអញ្ចឹងបងប្អូនណាបាទអញ្ចឹងតោះយើងទៅមើលទាំងអស់គ្នាតែម្ដងទៅបាទជាដំបូងបងប្អូនចូលកន្លែង filter ហើយបន្ទាប់មកបងប្អូនជ្រើសរើសយកនេះ photo toolbox បាទហើយជ្រើសរើស skin finder ហើយសូមបញ្ជាក់ផងដែរនៅជាកន្លែងចំណុច toolbox ហើយនឹងជ្រើសរើសយក skin finder នេះករណីថាបើសិនជាកុំព្យូទ័ររបស់បងប្អូនអត់បានដំឡើងកម្មវិធី skin finder នេះទេក៏វាអត់មានដែរបាទប៉ុន្តែកុំព្យូទ័រនៅមជ្ឈមណ្ឌលដែលមានទីតាំងនៅខេត្តត្បូងឃ្មុំដែលយើងត្រៀមទៅប្រឡងនេះកុំព្យូទ័រនោះគឺខ្ញុំជាអ្នករៀបចំដោយខ្លួនឯងខ្ញុំទៅដំឡើងដោយខ្លួនឯងសម្រាប់សិស្សានុសិស្សពេលដែលទៅប្រើប្រាស់ហ្នឹងឲ្យមាន tool មានកម្មវិធីប្រើគ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងខ្ញុំត្រូវទៅរៀបចំកុំព្យូទ័រនឹងមុនរយៈពេល1ថ្ងៃទៅ2ថ្ងៃអញ្ចឹងពេលដែលបងប្អូនសិស្សានុសិស្សទៅប្រឡងគឺយើងមានសម្ភារៈប្រើគ្រប់គ្រាន់យើងមាន tool នៅក្នុងកម្មវិធី Adobe Photoshop ហ្នឹងគឺវាមានគ្រប់អត់មានខ្វះទេបាទបងប្អូនរៀនពីខាងយើងទៅយ៉ាងម៉េចពេលទៅដល់ហ្នឹងគឺមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់អត់ខ្វះទេណាបាទអញ្ចឹងគ្រូត្រៀមលក្ខណៈទាំងអស់សម្រាប់សិស្សានុសិស្សកុំឲ្យថៃដល់ពេលរៀនជាមួយលោកគ្រូមាន toolbox នេះមាន skin finder មាន camera raw មាន natural filter អញ្ចឹងណាហើយដល់ពេលទៅដល់សាលាកន្លែងបញ្ជាក់កន្លែងប្រឡងជាក់ស្ដែងអត់មានធ្វើអត់កើតគឺអត់ទេបាទគឺគ្រូរៀបឲ្យដូចគ្នាទាំងអស់សម្រាប់សម្ភារៈឧបករណ៍ប្រើប្រាស់នៅកន្លែងហ្នឹងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនជឿរកឲ្យ skin នឹងមកបាទចុច skin មួយមកបាទយើងចាំវាបន្តិចណាឲ្យវាដើរសិនបាទតើបងប្អូនឃើញនេះគ្រាន់តែយើងចុចតែប៉ុណ្ណឹងមកគឺវាផ្លាស់ប្ដូរប្រែប្រួលតែម្ដងរូបហ្នឹងបាទឥឡូវជាមួយខ្ញុំឲ្យវាធំបន្តិចបាទនេះបងប្អូនឃើញទេនេះគឺវាអញ្ចឹងណានេះវាធំអញ្ចឹងបាទវាឡើងភ្លឺតែម្ដងបាទហើយជាមួយខ្ញុំមើលរូបដើមនោះគឺនៅកន្លែងនេះ saw before នេះគឺរូបដើមគឺវាអត់ភ្លឺរលោងដូចរូបដែលយើងបានចាក់ទេបាទអញ្ចឹងណាបាទចាំបងប្អូនឃើញនេះវាភ្លឺរលោងហើយបន្ទាប់មកនៅខាងស្ដាំដៃបងប្អូននេះនៅខាងស្ដាំដៃនេះជាទូទៅនៅកន្លែងនេះយើងមិនចាំបាច់សេរីអីច្រើនពេកទេបាទនៅក្នុង tool ហ្នឹងក៏បងប្អូនទាញកន្លែងហួរនេះបងប្អូនទាញវាថែមបន្តិចមកដើម្បីបង្កើតរូបហ្នឹងឲ្យកាន់តែរាងឆ្អិតជាងនឹងតិចណាបាទហើយ saturation ក៏អញ្ចឹងដែរបងប្អូនទាញថែមទៀតមកឲ្យរូបហ្នឹងវាកាន់តែឆ្អិតបាទហ្នឹងហើយបងឃើញនេះវាស្អាតជាងមុនណាវាសាច់ម៉ត់រលោងភ្លឺស្អាតជាងមុនសំបីបបោមាត់របស់គាត់ហ្នឹងក៏ដូចយើងលាបការ៉េមួយគាត់ចឹងបាទពេលបងប្អូនឆ្លាញ់បានប៉ុណ្ណឹងហើយបងចុចអូខេមកបាទចុចអូខេមកបាទដល់ទៅចឹងបាទចាំតិចណាដល់យឺតណាចុចអូខេមកបាទវាដំណើរការទៅហើយបាទ yes ឃើញរូបយើងស្អាតជាងមុនបាទនេះរូបដើមបាទរូបដើមហើយនេះរូបយើងកែហើយបន្ទាប់មកទៀតបងប្អូនចុច Control J មួយទៀតដើម្បីយើងបង្កើត layer ថ្មីមួយទៀតហើយបងប្អូនចូល filter ដដែលហើយជ្រើសរើសយកកាមេរ៉ា RAW បាទកាមេរ៉ា RAW ណាចុចចូលប៉ុណ្ណឹងមកហើយយើងចាំវាដើរតិចទៅបាទបានកាមេរ៉ា RAW មកហើយមកដល់កន្លែងនេះបងប្អូនយក basic នេះយកខាងលើគេណា basic នេះជ្រើសរើសយកវាចុចមកបន្ទាប់មកនៅកន្លែងនេះខ្ញុំសូមជម្រាបជូនដែរកន្លែងហ្នឹងសម្រាប់សិស្សានុសិស្សដែលរៀនជាមួយខ្ញុំកន្លងមកក៏គាត់អាចយល់គាត់អាចដឹងនៅកន្លែងហ្នឹងណាបាទ
sponsor នេះគឺសម្រាប់យើងដំឡើងឬក៏ទម្លាក់ពន្លឺបាទទេខ្ញុំទាញកុំឃើញភ្លឺខ្ញុំថយមិនចេះវាល្ងឹតអញ្ចឹងណាបាទអញ្ចឹងខ្ញុំកន្លែងនេះជាទូទៅខ្ញុំមិនសូវប្រើទេបាទខ្ញុំតម្លើងក៏ខ្ញុំតម្លើងត្រឹមតែ5អីប៉ុណ្ណឹង 0.05 ហើយវាដំឡើងឬក៏បន្ថយតាមស្ថានភាពជាក់ស្ដែងនៃរូបភាពរបស់យើងបាទវាទៀងទេលេខអស់ហ្នឹងណាបាទមកដល់កន្លែងចំណុច contrast នេះបងប្អូនទាញវាថែមតិចមកបាទទាញឲ្យមានសញ្ញាដកបែបនេះដើម្បីឲ្យរូបហ្នឹងកាន់តែឆ្អិតហើយកន្លែង highlight នេះបងប្អូនទាញមកឲ្យមានសញ្ញាបូកអញ្ចេះគឺរូបហ្នឹងវាកាន់តែភ្លឺអញ្ចឹងណារូបកាន់តែភ្លឺតែខ្ញុំគិតថារូបខ្ញុំវាភ្លឺណាស់ណីហើយខ្ញុំមិនទាញអីច្រើនទេបាទហើយមកកន្លែងសាត់ដូនេះគឺបើពេលយើងប្រើប្រាស់សាត់ដូគឺយើងចង់ប្រើប្រាស់ទៅលើរូបដែលមានកន្លែងដែលល្ងឹតចង់និយាយថាបើយើងប្រើប្រាស់មុខងារណាមុខងាររបស់សាត់ដូហ្នឹងគឺទួនាទីរបស់វាធ្វើកន្លែងរូបដែលល្ងឹតឲ្យមកភ្លឺនិយាយរួមទៅអាសាត់ដូហ្នឹងអញ្ចឹងយើងទាញវាមកបាទដើម្បីបន្ថែមកន្លែងដែលល្ងឹតហ្នឹងឲ្យវាភ្លឺជាងនឹងតិចបាទហើយហាវ៉ាយនេះចេះដែរខ្ញុំបន្ថយមកវិញខ្ញុំសុំមិនប្រើទេបន្ថយវាតិចមកវិញហើយកន្លែង black នេះគឺអញ្ចឹងដែររូបនេះកាន់តែភ្លឺដែរបាទខ្ញុំទាញវាតិចទៀតមករូបខ្ញុំភ្លឺមែនតើនេះបាទបន្តមកទៀតមកដល់កន្លែង texture ហើយនឹង clarity នេះកន្លែងនេះគឺពេលណាបងប្អូនទាញចេះមករូបនោះ smooth មែនតើបងប្អូនបាទនេះទាញ clarity យើងទាញបងប្អូនទាញចុះទាញឡើងចឹងមកគឺវាភ្លឺមែនតើបាទខ្ញុំជឿជាក់ថាបងប្អូនធ្វើការហើយដោយសារកម្មវិធីនេះគឺយើងរៀនរួចអស់ហើយបាទมันលំបាកធ្វើទេ dehash មកដល់ dehash នេះបើមកទាញចេះមករូបវាឆ្អិតចាបាទអញ្ចឹងខ្ញុំសុំមិនប្រើច្រើនទេខ្ញុំសុំដក3ចេះចុះបាទដក3ចង់ខកផងមួយបាទណាមិនបាច់ប្រើវាក៏ទៅបានដែរកន្លែងហ្នឹងបាទបន្តមកទៀតមកចូលមកដល់កន្លែងនេះ vibrant ហើយនឹង saturation ពីរចំណុចនេះសំខាន់ដែរសម្រាប់ធ្វើឲ្យរូបនឹងកាន់តែឆ្អិតណាបងប្អូនទៅទាញមកទៅរូបនឹងឆ្អិតអូខេណាហើយការ៉េមអីហ្នឹងល្មមគឺយើងមិនចាំបាច់លាបថែមទេគឺវាស្អាតតែម្ដងបាទខ្ញុំថែមប៉ុណ្នេះមកឲ្យរូបខ្ញុំកាន់តែឆ្អិតល្អបាទអូខេបន្តមកទៀតរូបយើងមើលមករូបនេះហាក់ដូចជាក្រមួនអញ្ចឹងវារៀងដូចថាវាម៉ត់ពេកណាបាទម៉ត់ពេកបងប្អូនចូលកន្លែង detail នេះចូល detail នេះមកហើយនៅកន្លែង color noise reduction បាទ color noise reduction ហ្នឹងបងប្អូនថែមវាតិចមកបាទថែមវាតិចមកដើម្បីកុំឲ្យរូបរបស់យើងហ្នឹងវារៀងក្រមួនពេកណាឥឡូវខ្ញុំសូមថែមវាមិនច្រើនទេខ្ញុំថែមប៉ុណ្នេះហើយ noise ខាងលើនេះក៏ខ្ញុំថែមដែរបាទខាងលើនេះក៏ខ្ញុំថែមដែរបាទថែមវាតិចចឹងមកដើម្បីឲ្យរូបរបស់យើងហ្នឹងវាកាន់តែមុតវាកាន់តែស្អាតកុំឲ្យវា smooth ពេកបាទពេលបងប្អូនសេរីបានឃើញថារូបយើងស្អាតហើយបងប្អូនចុច OK មកចុច OK បាទចុច OK មកចាំតិចទៅបាទនេះគឺជារបៀបចាក់សាច់ម៉ត់នៅលើរូបភាពរបស់យើងបាទនេះយើងឃើញថារូបរបស់យើងនេះគឺប៉ុណ្ណឹងហើយស្អាតហើយបាទយើងមេរៀនទី2វីដេអូទី2គឺមានប៉ុណ្ណឹងណាបងប្អូនណាបាទសូមអរគុណ